ណាណាលួចមន់ខ្ញុំយកទៅស៊ីសុំឲ្យប្រកាច់ងាប់ទៅចោះកើតអីនឹងអូនសម្លាញ់លឺនិចនិយាយថាច័ន្ទគេបាត់មន់ទៀតហើយគេស្ដាយរបស់គេអញ្ចឹងហើយកុំទៅគិតច្រើនអីអូនតែអូនមានអារម្មណ៍ថាគេចោទថាយើងលួចណាធ្វើមិនដឹងមិនលឺទៅអូនបើយើងតបតទៅគេកាន់តែចោទទេបងមិនចង់មានរឿងជាមួយអ្នកក្បែរខាងទេតាមដំណើររបស់គេទៅអូនច័ន្ទឯងមានដឹងអត់មានរឿងអីទៅណុចច័ន្ទឯងប្រញាប់ទៅមើលកូនឯងនៅពេទ្យភ្លាមទៅពេលត្រឡប់មកពីសាលាត្រូវក្មេងស្ទៀវមួយក្រុមស្ទាក់វាយយកលុយនឹងកង់ថាម៉េចកូនប្រុសខ្ញុំត្រូវគេវាយឥឡូវគេនៅឯណាគេកាត់អីធ្ងន់ធ្ងរទេខ្ញុំអត់ច្បាស់ថានៅឯណាទេដឹងតែពេលនោះប្តីធីតាដើរកាត់ក៏ឃើញពួកគេកំពុងតែវាយតប់គេបានចូលខាត់ហើយក្មេងពីលទាំងនោះក៏បានវាយតប់គេដែរឥឡូវគេកំពុងនៅពេទ្យព្យាបាលដូចគ្នាវិរៈជនណោះចោលលួចមន់អញស៊ីសោះហ្នឹងហើយមិនក៏ឈរនៅហ្នឹងមិនទៅមើលកូនទេអីហាតោះទៅជាមួយគ្នាទៅម៉ែទីមិនឲ្យកូនបាទកូនមិនអីទេម៉ែអូកូនពូណាស់ណាដែលបានជួយកូនទាន់ពេលមិនចឹងទេកូនប្រកាសជាក្រំខ្លាំងហើយណានណែណាគាត់នៅខាងក្នុងពេទ្យកំពុងព្យាបាលអ្នកទាំងអស់គ្នាកុំបារម្ភអីរបួសស្រាលទេខ្ញុំបានដេកមុខរបួសរួចរាល់ហើយពី3ថ្ងៃទៀតគេបានចេញទៅផ្ទះហើយសំណាងល្អហើយសំណាងល្អណាស់ដែលគេមិនអីម៉ែពូណានេះលើខ្សោយណាគាត់ហូបបានតែបបរទេយើងគួរតែឲ្យមូនគាត់មួយទៅអីម៉ែដើម្បីឲ្យគាត់មានកម្លាំងឆាប់ជាកុំទៅខ្វល់ច្រើនកូនដឹងហើយតាថាគេតែងតែលួចមន់យើងញ៉ាំណាស់ហើយគេបានជួយសង្គ្រោះកូនម៉ែឲ្យគេមួយទៅចោះធីតាណាននៅផ្ទះឬអត់ហ្នឹងអាចារ្យមែនទេចូលមកខ្ញុំយកបនមកឲ្យទទួលវាទុកទៅវាជាសគុណដែលបានជួយកូនប្រុសខ្ញុំមិនអីទេយើងជាអ្នកក្បែរខាងគ្នាយើងមិនមើលនឹងភ្នែកទេប្តីរបស់ខ្ញុំក៏បានធូរច្រើនដែរហើយអរគុណហើយណាអត់ទេទទួលវាទុកទៅកុំប្រកែកអីខ្ញុំនៅមិនសុខទេបើឯងបដិសេធអញ្ចឹងនោះបើឯងនិយាយអញ្ចឹងហើយខ្ញុំទទួលយកវាក៏បានអរគុណហើយណាថៃកូនយកមន់នេះទៅដាក់ក្នុងទ្រុងទៅកូនទីបំផុតយើងបានមន់ពេទ្យប្រកាសញ៉ាំហើយយើងមិនបាច់ញ៉ាំមន់ខ្លាំងៗទៀតទេមន់ខ្លាំងគួរឲ្យអាម៉ាស់ដល់ហើយគ្រួសារយើងក្រណាស់ដោយដែលឯងបានដឹងស្រាប់ហើយយើងតែងតែហៅថាវាជាសាច់មន់ដើម្បីឲ្យថៃស្រួលលេបតាមពិតគឺសៀងទេពួកយើងមិនអាចមានចំណីឆ្ងាញ់ឲ្យគេញ៉ាំឡើយពុទ្ធោខ្ញុំបានចោទប្រកាន់គេខុសទាំងស្រុងវាមិនមែនជាការពិតដែលគ្រួសារធីតាមានមន់ញ៉ាំរាល់ថ្ងៃនោះទេខ្ញុំមិននឹកស្មានថាអញ្ចឹងសោះតើវាជាការពិតទេថៃ